មានកម្មប្រចាំពីអតីតមកបានជាទុំសោជួបកម្មយកតែរឿងក្តីស្នេហាមកស្នេហ៍តែទីណាបងស្នេហ៍តែទីណានៅពេលរកបានឃើញយូរនេត្រាខ្លោចខ្លារីញ៉េខ្ញុំមានកម្មប្រចាំពីអតីតមកបានជាទុំសោជួបកម្មយកតែរឿងក្តីស្នេហាមកស្នេហ៍តែទីណាបងស្នេហ៍តែទីណានៅពេលបងបានឃើញជួបនេត្រាខ្លាចខ្លារីញ៉េបណ្ឌិតជាប់តានិយាយថាគ្មាននរណាម្នាក់គួរស្លាប់ដោយសារជំងឺមហារីកទេលើកលែងតែការធ្វេសប្រហែស 1. ជំហានដំបូងគឺបញ្ឈប់ការទទួលទានជាតិស្ករបើគ្មានជាតិស្ករក្នុងខ្លួនទេកោសិកាមហារីកនឹងងាប់តាមធម្មជាតិ 2. ជំហានទី 2 គឺលាយក្រូចឆ្មាទាំងមូលជាមួយនឹងទឹកក្តៅមួយពែងហើយផឹកវាប្រហែល 1 ទៅ 3 ខែជាដំបូងមុនពេលអាហារនិងមហារីករលាយបាត់ការស្រាវជ្រាវពីមហាវិទ្យាល័យវិទ្យាសាស្ត្រ Maryland និយាយថា 1000 ដងប្រសើរជាងការព្យាបាលដោយគីមី 3. ជំហានទី 3 ផឹកប្រេងដូងសរីរាង្គ 3 ស្លាបព្រាបាយព្រឹកនិងយប់មហារីកនឹងរលាយបាត់និងអាចជ្រើសរើសវិធីព្យាបាលទាំងពីរនេះបន្ទាប់ពីជៀសវាងជាតិស្ករភាពល្ងង់ខ្លៅមិនមែនជាលេសទេខ្ញុំបានចែករំលែកព័ត៌មាននេះអស់រយៈពេលជាង 5 ឆ្នាំមកហើយឲ្យអ្នកគ្រប់គ្នានៅជុំវិញអ្នកដឹងវិជ្ជបណ្ឌិតជូរ៉ុបរ៉ាសេតរីឌីប៊ីរីនៅមហាវិទ្យាល័យឱសថទីក្រុងមូស្គូប្រទេសរុស្ស៊ីបានលើកទឹកចិត្តដល់អ្នកដែលទទួលទានប្រតិបត្តិនេះទៅមនុស្ស10នាក់ទៀតប្រកាសណាស់ជីវិតមួយនឹងបានរួចជីវិតខ្ញុំបានធ្វើចំណែករបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាអ្នកអាចជួយបញ្ឈប់វាបានសូមអរគុណផឹកទឹកក្រូចឆ្មាក្តៅអាចការពារមហារីកកុំបន្ថែមជាតិស្ករទឹកក្រូចឆ្មាក្តៅល្អជាងទឹកត្រជាក់ទាំងដំឡូងជ្វាពណ៌លឿងនិងស្វាយមានលក្ខណៈសម្បត្តិការពារមហារីកបានយ៉ាងល្អ 1. ឧស្សាហ៍ទទួលទានអាហារពេលយប់អាចបង្កើនឱកាសកើតមហារីកក្រពះ 2. កុំបរិភោគសុទ្ធលើសពី 4 គ្រាប់ក្នុងមួយសប្តាហ៍ 3. ញ៉ាំសាច់មាន់អាចបង្កជាមហារីកក្រពះ 4. មិនត្រូវបរិភោគផ្លែឈើបន្ទាប់ពីបរិភោគអាហារផ្លែឈើគួរតែត្រូវបានញ៉ាំមុនពេលញ៉ាំអាហារ 5. ហាមផឹកតែពេលមករដូវ 6. ទទួលទានទឹកសណ្តែកតិចដោយមិនបន្ថែមស្ករឬសុទ្ធចូលក្នុងទឹកសណ្តែក 7. អ្នកមិនត្រូវញ៉ាំពេញប៉ោះពេលពុះទទេ 8. ផឹកទឹកធម្មតាមួយកែវរៀងរាល់ព្រឹកមុនពេលអាហារដើម្បីការពារគ្រោះក្នុងថង់ទឹកប្រមាត់ 9. គ្មានអាហារ 3 ម៉ោងមុនពេលចូលគេង 10. ពិសាគ្រឿងស្រវឹងតិចឬជៀសវាងដែលគ្មានសារធាតុចិញ្ចឹមប៉ុន្តែអាចបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមនិងលើសឈាម 11. ហាមញ៉ាំនំប៉័ងពេលវាក្តៅទើបចេញពីឡថ្មីឬម៉ាស៊ីនដុតនំ 12. កុំសាកថ្មទូរស័ព្ទឬឧបករណ៍ណាដែលនៅក្បែរអ្នកពេលគេង 13. ផឹកទឹក10ពែងក្នុងមួយថ្ងៃដើម្បីការពារមហារីកខ្លោចនោម 14. ផឹកទឹកច្រើននៅពេលថ្ងៃតិចនៅពេលយប់ 15. កុំផឹកកាហ្វេលើសពី2ពែងក្នុងមួយថ្ងៃវាអាចបណ្ដាលឲ្យគេងមិនលក់និងក្រពះ 16. ញ៉ាំអាហារមានជាតិខ្លាញ់តិចវាត្រូវចំណាយពេល5ទៅ7ម៉ោងដើម្បីរំលាយនិងមានអារម្មណ៍អស់កម្លាំង 17. ក្រោយ5ម៉ោងញ៉ាំតិច 18. អាហារ6ប្រភេទដែលធ្វើឲ្យអ្នកសប្បាយចិត្តចេកក្រូចថ្លុងស្ពៃខ្មៅល្ព
ពើផ្លែប៉េះ19ការគេងតិចជាង8ម៉ោងក្នុងមួយថ្ងៃអាចធ្វើឲ្យមុខងារខួរក្បាលរបស់យើងចុះខ្សោយសម្រាប់កន្លះម៉ោងយើងអាចរក្សាសម្រស់ក្មេងជាងវ័យ20ពេញប៉ោះឆ្អិនមានលក្ខណៈសម្បត្តិព្យាបាលប្រសើរជាងពេញប៉ោះឆៅទឹកក្រូចឆ្មាក្តៅអាចថែរក្សាសុខភាពនិងធ្វើឲ្យអាយុវែងទឹកក្រូចឆ្មាក្តៅសម្រាប់កោសិកាមហារីកបន្ថែមទឹកក្តៅពី2ទៅ3ចំណិតក្រូចឆ្មាធ្វើឲ្យវាក្លាយទៅជាភេសជ្ជៈប្រចាំថ្ងៃភាពល្វីងជូរចត់ក្នុងទឹកក្រូចឆ្មាគឺជាសារធាតុដ៏ល្អបំផុតក្នុងការសម្លាប់កោសិកាមហារីកទឹកក្រូចឆ្មាត្រជាក់មានតែវីតាមីន C ប៉ុណ្ណោះគ្មានការការពារនៅនឹងដៃទឹកក្រូចឆ្មាក្តៅអាចគ្រប់គ្រងការលូតលាស់លំសាច់ការធ្វើតេស្ត clinic បានបង្ហាញថាទឹកក្រូចឆ្មាក្តៅមានប្រសិទ្ធភាពប្រភេទនៃការព្យាបាលដោយចម្រាញ់ចេញពីក្រូចឆ្មានេះនឹងបំផ្លាញតែកោសិកាប៉ុណ្ណោះវាមិនប៉ះពាល់ដល់កោសិកាដែលមានសុខភាពល្អនោះទេបន្ទាប់អាស៊ីតក្រូចឆ្មានិងក្រូចឆ្មា polyphenol ក្នុងទឹកក្រូចឆ្មាអាចជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ការពារការស្ទះសរសៃឈាមវ៉ាន់ជ្រៅពង្រឹងចរន្តឈាមនិងកាត់បន្ថយការកកឈាមទោះរវល់យ៉ាងណាសូមឆ្លៀតស្ដាប់អត្ថបទនេះរួចប្រាប់អ្នកផ្សេងចែកចាយក្តីស្រឡាញ់បន្ទាប់ពីស្ដាប់អត្ថបទនេះសូមចែករំលែកទៅអ្នកដទៃដើម្បីផ្សព្វផ្សាយក្តីស្រឡាញ់ខែសុខភាពខ្លួនឯងឲ្យបានល្អ